សួស្តីអ្នកទាំងអស់គ្នាមកយើងជួបគ្នាទៀតហើយនេះនៅខាងមុខខ្ញុំនេះគឺជាម៉ាស៊ីនពុតឬក៏តម្រង់ដែកបងប្អូននេះជារូបរាងរបស់វានេះបងប្អូនបាទអញ្ចឹងមើលពីចម្ងាយអញ្ចឹងយើងអត់សេចច្បាស់ទេចាំយើងចូលមកឲ្យចិត្តតិចដើម្បីលម្អិតពីរូបរាងវាដែលយើងមាន2 model បាទតោះបាទអ្នកទាំងអស់គ្នាយើងមាន2 model នេះតែ model នេះជា model ធំបងប្អូនតែវាពុតដែកបានដល់25 លីបងប្អូនហើយនេះគឺជា model ទូចវាពុតដែកបាន20 លីបងប្អូនណាតែពី model នេះគឺស័ក្តិសមមែនទែនសម្រាប់ការដ្ឋានដែលត្រូវការពុតដែកអញ្ចឹងយើងចូលទៅតេស្តមើលនៃការពុតដែករបស់ model 25 លីទាំងអស់គ្នាតើវាពុតស្រួលប៉ុណ្ណាទៅបាទអញ្ចឹងយើងទៅតាមដានទស្សនាទាំងអស់គ្នាបងប្អូនទាំងអស់គ្នាខ្ញុំបានដក model ធំនេះដើម្បីយកមកពុតតេស្តជូនបងប្អូនទាំងអស់គ្នាមើលដែលក្នុងឈុត model ធំនេះដែរគឺមានប្រដាប់ថ្មដែកដែរបងប្អូនផ្លែវានេះគឺជាផ្លែថ្មដែកហើយផ្លែដែលជាប់នៅលើម៉ាស៊ីននេះជាផ្លែពុតដែកបងប្អូនបាទអញ្ចឹងយើងមកតេស្តពុតទាំងអស់គ្នាថាវាពុតបែបណាអញ្ចឹងតោះយើងមកតេស្តមើលទាំងអស់គ្នានេះជាទំហំដែកខ្ទង់10 ទៅ 12 លីបងប្អូនខ្ញុំអត់ច្បាស់ដែរអញ្ចឹងយើងសាកតេស្តពុតមើលទៅបាទដំបូងយើងដាក់ចេះមកបងប្អូនហើយយើងគ្រាន់តែចុចប៊ូតុងមកហើយបងប្អូនដើម្បីបន្ធូរវិញយើងចុចកន្លែងនេះបងប្អូនណានេះកន្លែងនេះដើម្បីបន្ធូរណាបងប្អូនយើងទាញវាទៅក្រោយចេះមកគឺវាធូរមកហើយបងប្អូននេះបាទនេះបងប្អូននេះបាទនេះជាការពុត95 ដឺក្រេបងប្អូន90 ដឺក្រេសំទោស90 ដឺក្រេបងប្អូនពុតកែង90 ដឺក្រេហើយបើសិនជាយើងចង់ពុតកែងឲ្យវាខុសពីហ្នឹងយើងអាចមូលឡើងនេះយើងអាចបដូរវាមកខាងណាបងប្អូននេះបដូរតែផ្លែនេះមកខាងនេះយើងអាចពុតមុំផ្សេងពីបានហើយបងប្អូនបាទហើយអញ្ចឹងយើងទៅចូលទៅផ្លែតម្រងវិញម្ដងថាផ្លែតម្រងមិនខ្លះអញ្ចឹងបងប្អូនយើងចាំទៅមើលទាំងអស់គ្នាបាទអ្នកទាំងអស់គ្នានេះយើងពុតតម្រងដៃទាំងអស់គ្នានេះយើងចុចអញ្ចឹងមកបងប្អូនហើយយើងធ្វើការដោះវាចេញម្ដងទៀតហើយយើងចុចម្ដងទៀតហើយយើងមើលអំណាចត្រង់យើងអាចឈប់ត្រឹមប៉ុណ្្នឹងបងប្អូនបាទអញ្ចឹងយើងចម្រោះហើយបាទអញ្ចឹងបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនទាំងអស់គ្នាមានចំណាប់អារម្មណ៍ចង់មកតេស្តផ្ទាល់ឬក៏អាចឆាតសួរដើម្បីចង់ទិញអីអាចតាក់ទងមកតាម Telegram ឬតាម Page និយាយទៅតាមណាក៏បានដែរបងប្អូនឲ្យតែនៅក្នុង platform របស់ហាងយើងខ្ញុំបងប្អូនអាចតាក់ទងមកបានទាំងអស់បាទពីតែប៉ុណ្្នឹងទេជម្រាបលាបាយបាយ